បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានជាតួអង្គដែលខ្ញុំទៅតែសាងហើយក៏យកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទតែសូមបញ្ជាក់បងប្អូនណាបាទរបស់ទាំងអស់នេះគឺខ្ញុំមិនមែនដាក់ជាវទេបងប្អូនណាបាទគឺខ្ញុំគ្រាន់តែថតធ្វើជាវីដេអូទុកនៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទទុកជាឯកសារយើងទុកមើលនៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយក៏ឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបងប្អូនណាបាទគឺខ្ញុំមិនបានដាក់ជាវទេបាទតួអង្គនេះដែលខ្ញុំទៅតែសាងហើយថ្មីនេះបងប្អូនណាបាទនេះគឺខ្ញុំសាងចេញអំពីនៃស្នែងប្រើសដែលមានអាយុកាលរាប់រយឆ្នាំបងប្អូនណាបាទស្នែងប្រើសកប់ដីដែលមានអាយុកាលរាប់រយឆ្នាំលោកចង់កកคล้ายទៅជាថ្មទៅហើយខ្ញុំក៏ធ្លាប់បានផុសម្ដងដែរបងប្អូនណាហើយក៏ធ្លាប់បានដាក់នៅលើដើមចេកសាកដើមចេកគឺមិនលូតទេបងប្អូនណាបាទនេះគឺជាប្រភេទនៃស្នែងប្រើសដែលមានអាយុកាលរាប់រយឆ្នាំបងប្អូនណាលោកចង់កកคล้ายទៅជាថ្មទៅហើយបាទខ្ញុំយកទៅសាងជាតួអង្គទៅតែជាងផ្ញើដល់ថ្មីបងប្អូនណារៀងចាំងបន្តិចបងប្អូនរៀងចាំងបន្តិចបាទយើងសាងជា4តួអង្គបងប្អូនណាបាទគឺមានព្រះអង្គព្រះសីវលីមានព្រះអង្គកម្ចាយណៈបាទមានព្រះអង្គកម្ចាយណៈនិងមានលោកតាព្រះមនីសីនិងមានព្រះអង្គបាត់មុខបងប្អូនណានិងមានព្រះអង្គបាត់មុខអញ្ចឹងយើងមាន4តួអង្គបាទមាន4តួអង្គនៅក្នុងដែលយើងសាងនេះបងប្អូនណាសាងជាប់គ្នានេះបាទគឺមាន4តួអង្គបាទសម្រាប់ទុកគោរពបូជាថែអាសាធ្វើជាមេបន្តោងបងប្អូនណាអត់ទាន់បានស្រោបទេបាទធ្វើជាមេបន្តោងបាទគឺស្អាតហើយស្នែងប្រើសនេះគឺមានអាយុកាលរាប់រយឆ្នាំបងប្អូនណាហើយលោកមានឫទ្ធិមានជានិងមានបារមីណាយើងថតចេះគឺមិនសូវច្បាស់បន្តិចព្រោះយ៉ាងចាំងអីចឹងទៅមើលប្រភពមិនសូវឃើញបងប្អូនណាមើលប្រភពមិនសូវឃើញបាទតែលោកស្អាតណាបងប្អូនណាលោកស្អាតណាស់បាទទឹកដៃជាងស្អាតបងប្អូនណាបាទយើងអាចទទួលយកបានគឺមិនធម្មតាទេបងប្អូនណាបាទគឺស្អាតមែនទែនតែម្ដងបាទគឺខ្ញុំទុកស្រោបធ្វើជាមេបន្តោងដោយខ្លួនឯងក៏យកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមហើយនៅក្នុងនេះគឺនៅក្នុងប្រអប់នេះនៅក្នុងខ្លងនេះគឺមាននាងពូឫស្សីបងប្អូនណាគឺមាននាងពូឫស្សីបាទអញ្ចឹងនាងពូឫស្សីនេះគឺខ្ញុំទុកដាក់នៅក្នុងហ្នឹងបងប្អូនណាបាទនេះខ្ញុំទុកដាក់នាងពូឫស្សីដាក់កមួនដាក់អីចូលទៅគឺដាក់នាងពូឫស្សីនៅក្នុងនេះហើយយើងស្រោបធ្វើជាមេបន្តោងតែម្ដងបងប្អូនណាបាទអញ្ចឹងកន្លែងនេះគឺមានតួអង្គ4កាយាហើយស្រេចបងប្អូនណាគឺមានតួអង្គ4អង្គហើយនៅក្នុងនេះគឺយើងដាក់កមួនចូលទៅគឺយើងដាក់អង្គនាងពូឫស្សីរបស់យើងហ្នឹងចូលទៅក្នុងហ្នឹងទៅយើងស្រោបប្រើតែម្ដងបងប្អូនណាយើងស្រោបធ្វើជាមេបន្តោងតែម្ដងអញ្ចឹងយើងទៅណាមកណាលើកពាក់តែមួយអង្គហ្នឹងក៏គ្រប់ដែរបងប្អូនណាបាទគឺក៏គ្រប់ដែរបាទនេះគឺជាប្រភេទនៃអង្គស្នែងប្រើសដែលមានអាយុកាលរាប់រយឆ្នាំលោកចង់កកคล้ายទៅជាថ្មឲ្យបងប្អូនឃើញទេមិនធម្មតាទេបងប្អូនណាបាទហើយនេះគឺជាប្រភេទនៃនាងពូឫស្សីខ្ញុំបាទដែលខ្ញុំមកបំរុងថានឹងដាក់លោកចូលនៅក្នុងតួអង្គនេះបងប្អូនណាបាទលោកដាក់លោកចូលនៅក្នុងតួអង្គនេះដើម្បីទុកស្រោបគោរពបូជាថែអាសាបាទនេះគឺជាប្រភេទនៃអង្គនាងពូឫស្សីខ្ញុំបាទបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងបាទហើយរបស់ទាំងអស់នេះដែរដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទគឺខ្ញុំមិនបានដាក់ជាវទេបងប្អូនណាគឺមិនបានដាក់ជាវទេគ្រាន់តែថតចែករំលែកឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទពីព្រោះថារបស់ទាំងអស់នេះសិតតែជារបស់ដែលយើងទុកគ្រប់បូជាថែអាសាផ្ទាល់ខ្លួនបងប្អូនណាបាទឥឡូវគឺបងប្អូនដឹងស្រាប់ហើយវត្ថុស័ក្តិសិទ្ធិរបស់ដែលពិសេសល្អគឺយើងកម្រនឹងរកបានណាបងប្អូនណាកម្រនឹងរកបានណាបាទហើយស្រុកយើងចេះតែសង្គ្រាមរាំងជលមិនឈប់មិនឈរបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទយើងទុករបស់ខ្លះសម្រាប់ការពារខ្លួនបងប្អូនណារបស់ខ្លះសម្រាប់ការពារខ្លួនបាទនេះដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទហើយចឹងក៏អត់មានអីទៀតទេបងប្អូនណាក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចំបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាស្អាតណាស់បងប្អូនណាបាទតួអង្គដែលយើងទុកគោរពបូជាថែអាសា